ពេលព្រឹកមកលើកកញ្ឆែងចំណៃពិនិត្យមើលចំណៃកូនកងយើងស៊ីអស់ឬមិនអស់អស់លីងបងប្អូននេះកូនកងយើងនេះតម្លាក់បានលាស់ខែហើយអត់តនេះវាបាន10ថ្ងៃអត់តបានលាស់ខែឃើញថាផ្លែគួរសមហើយខ្យងនៅក្នុងឆែនេះបាទសើខ្យងបឺរបស់យើងដែលយើងយកពីអាងមកតូចយើងយកមកតម្លាក់វានៅក្នុងស្រះនេះដើម្បីវាជួយស៊ីចំណីសេះសល់ពីកូនបកងដែលកូនបកងវាស៊ីមិនអស់ទៅវាធ្វើចំណីរីកសល់ទៅគឺខ្យងហ្នឹងឯងជាអ្នកសម្អាតតាមក្រោយជាអ្នកជួយស៊ីតាមក្រោយកុំឲ្យចំណីយើងហ្នឹងវាសល់យូរទៅវាខូចទឹកអញ្ចឹងណាឆែកទី2នេះបាទកូនកងយើងផ្លែគួរសមឲ្យសម្បល់ឡងសស្គូអាកាលយើងយកពីអាងមកតម្លាក់នោះសម្បល់កូនកងយើងខ្មៅខ្ជូកយើងបាទតែមកយកតម្លាក់ស្រះទឹកសឥឡូវកូនបកងយើងវាសហើយវាប្រែទៅតាមទឹកហើយសម្បល់ឡងសស្គូស្អាតហ្នឹងហើយអានេះចំណៃនេះសល់តិចតួចទុកចោលហ្នឹងអត់ថែមបើចំណៃសល់បើចំណៃអស់ហ្នឹងយើងថែមស្រះនេះទៅតម្លាក់បាន3500ហ៎ដោយសារកូនបកងយើងវាអានៅសក់នឹងអាងនោះវាຂະຫນាតអត់ស្មើគ្នាអញ្ចឹងថ្ងៃនេះយើងជំនួយឆេកូនកងនៅក្នុងអាងផ្សេងនេះយកមកដាក់បានថែមទៀតនេះចំណៃសល់តិចដែរទុកបាច់ថែមអាងនេះដាក់បានត្រឹម5000ទេអត់ដាក់ច្រើនកើតទេបាទដោយសារស្រះខ្ញុំនេះវាតូចដែរបាទទៅតឹង15បដោយ20យើងដាក់ទៅត្រឹម5000ណាយើងដាក់5000ហ្នឹងដាក់ហូតដល់ធំហ្មងណាបាទយើងដាក់ហូតដល់ធំយើងប្រមូលផលហ្មងអត់បំបី2-3ដងទេបើសិនជាយើងដាក់បំបី2-3ដងយើងចឹងដាក់10000កូន15000-20000ក៏បានដែរហ្នឹងហើយបើគាត់ថានេះយើងអត់ដាក់ឲ្យបំបីច្រើនដងទេបាទតម្លាក់មួយសាទុករហូតដល់3ខែកន្លះទៅ4ខែគឺយើងបូមចាប់យកមកយើងអត់បំបីច្រើនដងទេបាទបើសិនជាយើងដាក់ច្រើនបាទមួយខែកន្លះទៅ2ខែអាហ្នឹងយើងបំបីវាចេញហ្នឹងហើយដោយសារស្រះយើងទូចបាទបើសិនជាយើងស្រះធំយើងចង់ដាក់ម៉ាងក៏បានណាហ្នឹងហើយបើស្រះយើងនេះមកល្មមបាទស្រួលចាប់ស្រួលបូមបាទព្រោះស្រះយើងរៀបទៅតាមសន្តានដីបាទយើងមានដីធំយើងធ្វើធំបើយើងមានដីល្មមយើងធ្វើល្មមទេហ្នឹងពឹងថាស្រះបកងបើសិនជាយើងអាចមានសមត្ថភាពយើងកាន់តែធំគឺកាន់តែល្អហើយបាទកាន់តែធំគឺកាន់តែល្អហើយសម្រាប់បកងកាន់តែទលាយអញ្ចឹងទៅយើងដាក់បានច្រើនណាជាក់ស្ដែងកូនបកងយើងឥឡូវច្រើនប៉ុន្តែដោយសារស្រះយើងដាក់មិនបានច្រើនទេហើយខ្ញុំក៏អត់ដាក់8-2-3ដងដែរគឺខ្ញុំតម្លាក់តែម្ដងគឺដល់ធំចាប់យកតែម្ដងបាទនៅខាងក្រោយទីតាំងខ្ញុំនោះគឺទេសភាពភ្នំស្អាតមែនតើបងប្អូននេះគឺស្រះបកងមេហើយអានេះធំហើយអានេះយើងចិត្តអាចចាប់បានហើយនឹងនៅនឹងច្រែងអត់ទេអូនោះអានេះស្ទើរប៉ុន្តែអាខ្លះទៀតគឺធំហើយគឺយើងអាចចាប់បានហើយបាទជាស្រះនេះយើងកន្លះខែទៀតគឺយើងបូមចាប់ហើយស្រះនេះបាទកន្លះខែទៀតបូមចាប់ស្រះនេះហើយជាមួយស្រះលិចអានៅខាងលិចនោះក៏ចាប់ដូចគ្នាដែរ